របស់ខ្មែរនៅណាឯណារបស់ខ្មែរចាំតិចណាអូនចិត្តជាក់ណាអូនណាជរិះសួរលពុកអ្នកបដាយលពូអ្នកមីងបងប្អូនកូនជាទីស្រឡាញ់តាមពិតទៅនៅពេលដែលនាងខ្ញុំបង្ហាញអាលឹកពីថ្ងៃមុនហ្នឹងណាអាលឹកខ្មែរវាមិនទាន់ទុំដឹងទេអូនចានេះគឺជាអាលឹករបស់ជប៉ុននាងខ្ញុំទិញពូជមកពីប្រទេសជប៉ុនតែម្ដងរីឯនេះវិញណាគឺអាលឹករបស់ខ្មែរយើងបងប្អូននាងខ្ញុំទិញពូជនៅសាអូរស័យបន្ទាប់មកនេះគឺជាអាលឹកពូជមកពីប្រទេសថៃបងប្អូននាងខ្ញុំទិញពូជមកពីចាសាអូរស័យដូចគ្នារីឯនេះវិញណាកូនបើពូជចាប់ឆាយតែម្ដង VN នាងខ្ញុំទិញផ្លែអាលឹកបងប្អូនរួចហើយយកគ្រាប់មកដាំតោះថ្លឹងគីឡូជាមួយនាងខ្ញុំណាខ្មែររបស់យើងបាន7គីឡូ7ខាំបន្ទាប់ចារបស់ជប៉ុនចូលមកដល់បានប្រមាណគីឡូបងប្អូន7គីឡូ6ខាំបងប្អូនតោះទស្សនៈបន្តនេះគឺជារបស់ថៃបងប្អូនប្រមាណដែរ7គីឡូកន្លះបងប្អូននេះគឺជារបស់ VN ចាប់ឆាយ76គីឡូដែរតាតោះអ៊ុតសាច់ជាមួយនាងខ្ញុំណាឥឡូវនេះតោះអ៊ុតសាច់ជាមួយនាងខ្ញុំណាដល់វគ្គរូបភាពហើយបងប្អូនវ៉ាវរបស់ជប៉ុនបងប្អូនលេខ1តែម្ដងនៅក្នុងប្រទេសជប៉ុនលោកប្តីនាងខ្ញុំធ្វើបានណានេះគឺជារបស់ថៃតោះដល់វគ្គរូបភាពថៃណា1 2 3របស់ខ្មែរយើងបងប្អូនចាប់អ៊ុតជាមួយនាងខ្ញុំណាអូយបងប្អូនអត់ចាញ់គេទេបងប្អូនអើយឆ្ងាញ់ណាស់ឡុងផ្អែមតែម្ដងនេះហើយគឺជាមូលហេតុដោយសារតែវាមិនទាន់ទុំចឹងហើយស្ថាវិនមិនទាន់កាត់បង្ហាញអត់តោះហូបជាមួយនាងខ្ញុំណានាងខ្ញុំឲ្យលទ្ធផលតែម្ដងបងប្អូននេះគឺជារបស់ខ្មែរយើងបងប្អូនរសជាតិស្រួយផ្អែមបងប្អូនចាបន្ទាប់នេះគឺជារបស់ជប៉ុនបងប្អូនរបស់ជប៉ុនផ្អែមលឹងទន់បងប្អូននេះគឺជាថៃបងប្អូនចារសជាតិថៃសាច់រឹងខ្រាស់ចាញ៉ាំទៅស្រួយផ្អែមមុតតែម្ដងអញ្ចឹងហើយសរុបសេចក្តីមកនាងខ្ញុំឲ្យលេខ1ដូចគ្នាតែម្ដងដោយសារតែនាងខ្ញុំគឺជាមនុស្សមិនរអើងជាតិសាសន៍បងប្អូនបញ្ជាក់ណាអាលឹកនេះប្រើដោយជីកំប៉ុស្តអត់ដែលបានប្រើជីក្រៅប្រទេសណាមួយដំណក់ទេបងប្អូនត្រូវតែជឿនាងខ្ញុំប្រើដោយជីកំប៉ុស្តស្នាដៃលោកប្តីនាងខ្ញុំធ្វើថ្ងៃក្រោយនាងខ្ញុំនឹងព្យាយាមបង្រៀនជីកំប៉ុស្តបងប្អូនទៀតណាព្យាយាមដាំហូបទាំងអស់គ្នាហេង